លោកស្រីអានលោកធូម៉ាស់តារ៉ាម៉ានីកូបានចាប់ផ្ដើមសាងសង់ចាប់ពីថ្ងៃទី1ខែ1ឆ្នាំ2009ជាមានកម្មវិធីសម្ពោធក្រមអធិបតីភាពរបស់ឯកឧត្តមជ័យសាយើងអភិបាលបានប្រើប្រាស់ទៅតាមតម្រូវការឈានចូលដល់កម្មវិធីទី2គណៈអធិបតីនៅក្នុងពិធីនេះរួមមានពីលោកបានថាអនុប្រធាននៃអប់រំយុវជននិងកីឡាខេត្តរបស់នេះតទៀតលោកដណ្ដប់អភិបាលរងស្រុកទូមុំជាគណៈអធិបតីអរលោកស្រីអូនគូពីបងប្អូនជាប្រវត្តិអស់មេត្តាក្រមចូលលើដើម្បីគ្រប់ទងជាតិទាំងគ្រប់ជ័យអាយរំជ័យជាអភិបាលរងខេត្តរតនគិរីជាទីប្រឹក្សាដែលជាម្ចាស់អំណោយបាទជាទីជប៉ុនសម្រាប់ខេត្តរតនឃុំតាពាំងជ្រេះយើងបាទគឺមានបបនៅក្នុងឃុំតាពាំងជ្រេះព្រមទាំងបងប្អូនជាពុកម៉ែទាំងអស់របស់មេដាបដាមិត្តបាទក្មួយលោកគ្រូអ្នកគ្រូលោកនាយកនាយិកាសាលាជាទីគោរពគឺអនុវិទ្យាល័យតាពាំងជ្រេះអ្វីប៉ុន្តែគាត់មានទីលំនៅរហូតប្រទេសជប៉ុនដែលគាត់មានមនុស្សដែលជួយកូនខ្មែរយើងឲ្យមានដំណើរការខ្ពស់ទៅមុខស្របទៅតាមចាក់បោតដែរចាក់បោតចាក់ហើយសពថ្ងៃនៅក្នុងមុខវិជ្ជាគ្រាបាទជួបជូនគណៈអធិបតីនិងប្រចាំជំនួយទាំងអស់ថាសន្សំរបស់ធំរៀនមេភូមិមេឃុំនិងអាជ្ញាធរស្រុកប្រធានការិយាល័យរួមស្រុកដែលមានបទអនុសាសន៍ពីមន្ទីរអប់រំនិងពីអភិបាលខេត្តយើងក៏ដូច្នេះតាំងនាមអភិបាលស្រុកនិងតាំងនាមយើងខ្ញុំផ្ទាល់បើសូមថ្លែងអំណរគុណជាពលិកដល់មន្ទីរអប់រំជាពិសេសដល់អាជ្ញាធរដែនដីខេត្តដែលបានខិតខំម្ដាយដើម្បីនឹងបង្កលក្ខណៈនៅក្នុងការរើអើងឲ្យតែកូនប្រុសចូលរៀនកូនស្រីចូលរៀនអីចឹងយើងខិតក្នុងនេះស្បនៅក្នុងស្រុកនេះដូចជាឃុំសេរីមង្គលជាម្ចាស់ជំនួយទាំងអស់បាទជួយបន្ថែមទៀតដើម្បីសង់អាគារលោកស្រីដែលសិស្សដែលនៅក្នុងផ្ទះអ្នកស្រុកការិយាល័យអយកស្រុកធ្វើតូចនៅក្នុងសាលានិងនៅក្នុងបណ្ណាល័យសរុបចំនួន32នាក់ស្រី10នាក់នៅក្នុងនោះស្រីចំនួន2281នាក់មានចំនួនមកពីបណ្ដាឃុំចំនួន2គឺឃុំតាពាំងជ្រេះនិងឃុំសេរីមង្គលសាលាអនុវិទ្យាល័យនិងសាលាជាអភិវឌ្ឍអាស៊ីចាប់ផ្ដើមការចូលរៀននៅថ្ងៃទី1ខែតុលាឆ្នាំ2007ដែលមានសាលាសម្ដេចឪលើកកម្ពស់សមត្ថភាព gender ទំនាក់ទំនងល្អជាមួយកុមារគ្រួសារនិងសហគមន៍ផ្ដល់ឱកាសចូលរួមក្នុងការគ្រប់គ្រងពីប្រព័ន្ធអប់រំផ្សេងៗហើយមានសិស្សជាច្រើនទៀតដែលត្រូវមករៀននៅទីនេះក៏ត្រូវបោះបង់ការសិក្សាចាសសូមអរគុណជាចុងបញ្ចប់ខ្ញុំសូមជូនពរដល់គណៈអធិបតីនិងភ្ញៀវកិត្តិយសទាំងអស់ហើយបង From Philadelphia in the United States. ទូលៃហើយក្នុងនាមគ្រួសាររបស់ការ៉ាម៉ានីកូហើយក្នុងនាមរបស់លោកថប់ជាស្វាមីហើយនិងកូនប្រុសរបស់ខ្ញុំព័ន្ធបានសេចក្តីស្វាគមន៍មកពីរដ្ឋភិបាលដាច់ We are happy to be the donor and a partner with the Ministry of Education and the World Schools for Cambodia to make this school possible. ហើយនឹងគម្រោងអនុវត្តសាលារៀនតាមជនបទរបស់អង្គការជំនួយជប៉ុននិងអាមេរិកដល់ប្រទេសកម្ពុជាដែលបានមកចូលរួមក្នុងពិធីសម្ពោធអគារថ្មីរបស់យើងខ្ញុំ We wish you peace from a school and its students in our town of Philadelphia. The name of the school is William Penn Charter School. The teachers and students of William Penn Charter School
ទៅហើយទីនេះ Years ago, did it because we believe education was most important. And have the ការគាត់បង្កើតតាំងពីជាង300ឆ្នាំមកហើយនោះគាត់មានជំនឿជឿជាក់ថាលើសជាងទ្រព្យសម្បត្តិទៅទៀតដូច្នេះយើងមានជំនឿលើពាក្យស្លោកនេះយើងក៏បានមកជួយសាងសង់សាលារៀនដើម្បីឲ្យសិស្សានុសិស្សនៅក្នុងភូមិតំពាំងជ្រៃយ៉ាងនេះ In our country, there is a saying, when there is great opportunity, we say the sky is the limit. It means there are no limits. You can do anything. ហើយយើងនៅសហរដ្ឋអាមេរិកនោះយើងមានពាក្យស្លោកមួយនិយាយថា the sky is unlimited មានន័យថាជើងមេឃអត់ព្រំដែនទេដូច្នេះការសិក្សាអត់មានកម្រិតយើងអាចសិក្សាបានចាប់ទូលំទូលាយវិទ្យាសាស្ត្រអនុវត្ត